អូខេសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះសូមបង្ហាញបងប្អូនអំពីរបៀបច្រៀងក្រៅអូខេនៅក្នុងរថយន្ត Mazda EX6 ជាយ៉ាងច្រៀងក្រៅអូខេនៅក្នុងឡាននេះតែយើងច្រៀងរបៀបម៉េចតោះអូខេទីមួយបងប្អូនត្រូវតែភ្ជាប់ជាមួយនឹង Wi-Fi របស់យើងមកនេះភ្ជាប់ Wi-Fi យើងជាមួយនឹងទូរស័ព្ទរបស់យើងមកអូខេដល់ពេលយើងភ្ជាប់ Wi-Fi ហើយយើងធ្វើការបើកនៅ YouTube របស់យើងអញ្ចឹងយើងចុចទៅលើកន្លែង Home នេះយើងរក YouTube ដែលបងប្អូនអាចបើកបានហើយយើងរកចម្រៀងណាក៏ដោយយើងអាចរកចម្រៀងមួយណាក៏ដោយហើយយកលក្ខណៈ play សុទ្ធអូខេបងប្អូនឃើញនេះ play សុទ្ធបន្ទាប់មកយើងត្រូវតែបើក microphone គឺយើងបើកទីនេះនៅផ្ទាំងម្ខាងទៀតបងប្អូនឃើញ tray មួយនេះយើងអូសឡើងលើដើម្បីរកកន្លែងmedia center ជិះចុចទៅលើវាមកអូខេនៅគេនេះយើងឃើញមានរូប microphone ញ៉ាខ្វាយនេះយើងធ្វើការបើកមកហើយ on ហើយ hello អូខេឥឡូវយើងអាចច្រៀងបានហើយយើងអាចចុចទៅយើងចុចទៅហើយយើងធ្វើការច្រៀងនៅក្នុងនឹងបានអូខេនេះគឺជារបៀបសម្រាប់ច្រៀងក្រៅអូខេនៅក្នុងរថយន្ត Mazda EX6 ជាធ្វើការបិទវិញទាំងនេះនៅឈរឡើយទេយើងខាងចុងនេះយើងឃើញ microphone ដាក់ថា on យើងចុចទៅគឺវាធ្វើការបិទវិញហើយឃើញស្ងាត់វិញហើយអញ្ចឹងនេះគឺជារបៀបដែលយើងរៀបចំច្រៀងក្រៅអូខេនៅក្នុងឡានដល់ពេលយើងរងចាំនៅក្នុងឡានយូរយើងអាចច្រៀងក្រៅអូខេបានអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានជួបគ្នានៅវីដេអូបន្តទៀត